ទីតាំងរមាស់4កន្លែងលើរាងកាយនឹងធ្វើឲ្យអ្នកអាយុខ្លីបើមិនព្យាបាលទាន់ពេលវេលានោះទេប្រសិនបើអ្នករកឃើញរាងកាយបង្ហាញសញ្ញាមិនប្រក្រតីទាំង4ដូចខាងក្រោមអ្នកមិនគូមិនប្រងើយកន្តើយឡើយត្រូវតែទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជាប្រញាប់ដើម្បីរកមូលហេតុនិងធ្វើការព្យាបាលឲ្យទាន់ពេលវេលាទី1រមាស់ដៃនិងជើងជាទូទៅនៅពេលដែលដៃនិងជើងមានអាការៈរមាស់មនុស្សភាគច្រើនគិតថាជាជំងឺសើស្បែកប៉ុន្តែពេលខ្លះការរមាស់ដៃនិងជើងក៏អាចជាសញ្ញានៃការលើសជាតិស្ករក្នុងឈាមផងដែរដោយសារនៅពេលដែលជាតិស្ករក្នុងឈាមកើនឡើងរាងកាយនឹងបាត់បង់ជាតិទឹកកាត់បន្ថយឈាមស្រស់ដើម្បីចិញ្ចឹមស្បែកលើសពីនេះទៅទៀតសរសៃប្រសាទដែលខូចនឹងធ្វើឲ្យការបែកញើសនៅក្នុងស្បែកត្រូវបានរំខានធ្វើឲ្យស្បែកមានសភាពស្ងួតរមាស់មួយវិញទៀតបើជាតិស្ករក្នុងឈាមមិនបានគ្រប់គ្រងបានល្អវាអាចនឹងមានផលពិបាកនៃសរសៃឈាមបេះដូងនិងសរសៃប្រសាទកាត់បន្ថយអាយុសង្ឃឹមរស់ទី2រមាស់នៅតំបន់ឯកជននេះគឺជាសញ្ញានៃរោគស្ត្រីដែលបណ្ដាលមកពីការរលាកប៉ុន្តែពេលខ្លះវាជាសញ្ញាព្រមានអំពីវត្តមាននៃសាច់ដុំឬការផ្លាស់អរម៉ូនដែលទាក់ទងនឹងការលូតលាស់នៃកោសិកាសាហាវផងដែរទី3រមាស់ក្នុងសដន់ការរមាស់នៅក្នុងសដន់អាចបណ្ដាលមកពីជំងឺស្បែកហើយក៏អាចជាសញ្ញាព្រមាននៃដុំពកសដន់ដែលកំពុងលូតលាស់ផងដែរក្នុងរាងកាយពោពេញទៅដោយចុងសរសៃប្រសាទទើបធ្វើឲ្យរមាស់ហើយពេលដែលដុំសាច់ដុំដុះធំល្មមវានឹងធ្វើឲ្យរលាកដល់ចុងសរសៃប្រសាទបណ្ដាលឲ្យរមាស់ដែលមិនអាចកំណត់ជាពិសេសប្រសិនបើអ្នកមានអាការៈរមាស់នៅតំបន់ទ្រូងអមដោយកូនកណ្ដុរហើមដុំពកអ្នកគួរតែស្វែងរកការព្យាបាលភ្លាមៗទី4រមាស់ពេញស្បែកស្បែករមាស់ពេញរាងកាយបណ្ដាលមកពីការផ្លាស់ប្ដូរអាកាសធាតុដែលបណ្ដាលស្បែកស្ងួតប្រតិកម្មទៅនឹងភ្នាក់ងារជាក់លាក់ឬការឆ្លងមេរោគបាក់តេរីប្រសិនបើអ្នកជួបប្រទះការរមាស់យូរអ្នកក៏ត្រូវរកបញ្ហាទាក់ទងនឹងមុខងារតម្រងនោមផងដែរព្រោះបើមុខងារតម្រងនោមត្រូវបានប៉ះពាល់ជាតិពុលក្នុងបង្ហូរនោមនឹងរាលដាលដល់រាងកាយទាំងមូលជំរុញឲ្យស្បែករមាស់ម្យ៉ាងទៀតស្បែករមាស់ក៏អាចជាសញ្ញាព្រមាននៃជំងឺមហារីកស្បែកមហារីកថ្លើមឬឈាមដែលទាំងអស់នេះសុទ្ធតែជាជំងឺគ្រោះថ្នាក់ដែលត្រូវការព្យាបាលឲ្យទាន់ពេលវេលា